យដាមខូរីដាអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី10ខែមករាឆ្នាំ2026នេះបានលើកឡើងថាគ្រូបង្រៀនគឺជាវិស្វករនៃព្រលឹងដ៏មានតម្លៃបំផុតបើគ្រូបង្រៀនមានគុណភាពមានផ្នត់គំនិតស្រឡាញ់និងសាមគ្គីភាពជាតិខ្មែរតែមួយដ៏រឹងមាំនោះសិស្សដែលជាសសរទ្រូងជាតិក៏នឹងរឹងមាំដូចគ្នាអាយដាមខូរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងបែបនេះក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំទូទាំងស្រុកក្រគរចំនួន1085នាក់និងទូទាំងស្រុកបាកានចំនួន924នាក់សរុបប្រមាណ2009នាក់ដែលបានការចូលរួមពីលោកអភិបាលរងខេត្តលោកប្រធានការិយាល័យប្រជាប្រដ្ឋខេត្តលោកប្រធានមន្ត្រីអង្គភាពនានាជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំង3និងមន្ត្រីមូលដ្ឋានមួយចំនួនទៀតថ្លែងក្នុងពិធីសំណេះសំណាលទាំងពីរទីតាំងអាយដាមខូរីដាបានសម្ដែងនៃការកោតសរសើរដោយស្មោះនិងវាតម្លៃខ្ពស់បំផុតចំពោះគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំទូទាំងស្រុកក្រគរនិងស្រុកបាកានទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំនិងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យទទួលបាននូវចំណេះដឹងជំនាញនិងសីលធម៌ដ៏ល្អប្រសើរអាយដាមបានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពខ្ពស់បំផុតក្នុងចំណោមអាទិភាពទាំង5នៃយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1គោលដៅចម្បងរបស់រាជរដ្ឋាភិបាលគឺបង្កើតនៅសាលារៀនគំរូដែលមានគុណភាពពិតប្រាកដដើម្បីធានាថាពលរដ្ឋកម្ពុជាម្នាក់ៗមានចំណេះដឹងនិងជំនាញច្បាស់លាស់អាចប្រកួតប្រជែងក្នុងទីផ្សារការងារនិងឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនអាយដាមសូមឲ្យគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំទាំងអស់នៅទូទាំងខេត្តត្រូវពង្រឹងនិងគិតគូរពីការរៀបចំបរិស្ថានសាលាឲ្យបានល្អព្រោះថាការរៀបចំបរិស្ថានសិក្សាគឺជាកត្តាជំរុញដ៏សំខាន់ដែលធ្វើឲ្យសិស្សចង់រៀននិងជួយឲ្យលោកគ្រូអ្នកគ្រូអាចបណ្ដុះបំណិន skill ដល់សិស្សបានកាន់តែប្រសើរឡើងអាយដាមខូរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកការការពារបូរណភាពទឹកដីនិងស្ថិរភាពតាមព្រំដែនគឺជាអាទិភាពខ្ពស់បំផុតដើម្បីធានាសន្តិសុខជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាពចំពោះបញ្ហាព្រំដែនកម្ពុជាថៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់នូវជំហរយ៉ាងបឹងមាំប៉ុន្តែប្រកបដោយភាពវៃឆ្លាតដើម្បីការពារបូរណភាពទឹកដីផងនិងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផងក្នុងនាមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរមួយរូបយើងត្រូវពួតដៃគ្នារួបរวมជាតិឯកភាពជាតិជាកម្លាំងមហាសាលនិងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីនៃមាតុភូមិយើងអាយដាមបានលើកឡើងផងដែរថាក្នុងអាណត្តិដឹកនាំរបស់អាយដាមបានរយៈពេលជាង3ឆ្នាំមកនេះអាយដាមបានបដិញ្ញាចិត្តខ្ពស់ជាមួយអាយដាមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចោះជួយមូលដ្ឋានខេត្តពោធិ៍សាត់ថានឹងធ្វើឲ្យខេត្តពោធិ៍សាត់ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រចំពោះការអភិវឌ្ឍខេត្តនេះទៀតសោតមិនមែនជាភារកិច្ចផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេប៉ុន្តែវាគឺជាការរួបរวมរវាងរដ្ឋនិងរាជដូច្នេះអាយដាមសូមឲ្យលោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំទាំងអស់ចូលរួមគាំទ្រដើម្បីឲ្យខេត្តពោធិ៍សាត់មានការអភិវឌ្ឍរីកចម្រើនជាឡើងនំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168